មានជំនាញមកវត្តចាក់ខ្ញុំរកតើឃើញឲ្យបរិមរកអូក្មួយស្រីម្នាក់នឹងមើលទៅប្រហែលជាអាយុមិនតាន់ដល់30នេះប៉ុន្តែក្មេងប៉ុណ្ណឹងស្ដាប់ចម្រៀងប៉ុណ្ណឹងគឺចម្រៀងរបស់ខ្ញុំជីវតស្អែមនឹកបងខ្ញុំការពិតខ្ញុំចង់មើលចេះបើម៉ោងប្រហែលជាមួយយប់ហើយហ្នឹងពួកខ្ញុំយប់មិញខ្ញុំដេកម៉ោង2ខ្ញុំនៅមើលពួកខ្ញុំមកឬខ្ញុំនេះតែកាលណាព្រឹកដេកកាន់តែព្រឹកហ្នឹងអត់លក់ទេទៅកន្លែងទុនរបស់ដាក់ទៅប្រពន្ធខ្ញុំជាសៅហើយតែខ្ញុំដាក់ទៅ1នាទីឬ2នាទីលក់បាត់ទៅប្រពន្ធខ្ញុំសើចគឹកប្រពន្ធខ្ញុំគាត់ចឹងខ្ញុំមើលខ្ញុំចង់មើលគាត់បើកលើផ្លូវលឿននេះដល់នឹងសួរសើចចម្រៀងដំបូងសង្ស័យចម្រៀងជាចម្រៀងរបស់ខ្ញុំចាក់នៅក្នុងទូនោះប៉ុន្តែទីចុងគាត់មើលក្នុងនេះគួយស្រីហ្នឹងអាយុប្រហែលជាខ្ទង់30ឬក្រោម30ស្ដាប់ចម្រៀងមនុស្សឥឡូវថ្មីច្រើនឥឡូវគឺតែចាប់ផ្ដើមឡើងចេញអកឆាកឆេងមកប៉ុន្តែគួយស្រីនេះចាត់ទុកថាជាអ្នកដែលចូលចិត្តសម្លេងរបស់អឹមស៊ីវនជាងស្អែនដឹកបងចាក់វាយអាហ្នឹងព្រោះភ្លៀងធំក្នុងភ្នំដងរែកអូននឹកបងពេកទឹកភ្នែកជោគថ្នាអូនអើកូនទួតខ្ញុំស្ទើរឈួតហើយព្រីងធំថ្មាតបាយសូមឆ្លើយប្រាប់ផងបងមានមុនអ្វីឲ្យស្រីនឹកម្លេងនឹងសឹងប្រេះរងហើយណាបងស្នេហ៍មាននិស័យយូរថ្ងៃកន្លងនៅតែនឹកបងគ្រប់វិនាទីលឺបងហើឈ្មោះស្ទើរលួងប្រលឹងត្រង់ធ្នមទុនតាំងសង្សូនជីវីកាយព្រឹកស្រអែមអើនឹងសាវរីជួបលើកទី2ញ៉ាំបាយនឹងបងពេលខ្លីថ្ងៃលិចមួយក៏ព្រឹកភ្នែកពេលយប់យំយែកទឹកភ្នែកកេងសងស្នេហ៍ដល់ថ្នល់បែកស្អែកមួយពាន់ដងស្រអែមនឹកបងជួប